សូមជូនរឿងផ្លែស្វាយពណ៌មាសនៅព្រលឹមមួយស្រីលក្ខបានយកកន្ត្រកតូចរបស់នាងដើរចេញពីផ្ទះដើម្បីទៅជួយម្ដាយរើសបន្លែព្រះអាទិត្យរះលើភូមិតូចដោយពន្លឺកក់ក្ដៅទៅលេងលើប្រឡាយស្រែបកតាធ្ងីត្រឡប់មកវិញណាបានម៉ែខ្ញុំនឹងប្រយ័ត្ននៅជិតប្រាសាទចាស់ស្រីលក្ខឃើញដើមស្វាយមួយដែលមើលទៅស្រស់ស្អាតខ្លាំងសត្វស្លាបតូចក៏រអ៊ូទៅរអ៊ូមកជុំវិញចូលស្វាយនេះពិសេសណាស់ក្រោមដើមស្រីលក្ខឃើញស្វាយមួយចន្ទ្រាំងពណ៌មាសភ្លីចាញ់ចាំងនាងធ្វើមុខភ្ញាក់ផ្អើលប៉ុន្តែក៏អស់សំណើចចិត្តអូវាមាសពេកតើខ្ញុំគួរធ្វើម្ដេចដែរភ្លាមសត្វកង្កែបមុនស្នាបានលោតចេញមកហើយនិយាយជាមួយស្រីលក្ខដោយសំឡេងទន់កុមារចេះចែករំលែកអាចធ្វើឲ្យស្វាយនេះអស្ចារ្យជាងមុនស្រីលក្ខយកស្វាយមាសត្រឡប់ទៅភូមិនិងចែកជូនអ្នកចាស់យុវជននិងកុមារពន្លឺមាសបានភ្លឺតាំងពេញភូមិអរគុណកូនស្រីក្រោយពេលចែករំលែកបល្ល័ង្កដើមស្វាយបានភ្លឺឡើងវិញហើយផ្ការីកលើកទឹកចិត្តឃើញទេការឲ្យធ្វើឲ្យអ្វីល្អឡើងតាប្រេងបានលើកដៃសពរចំពោះស្រីលក្ខព្រោះការចែករំលែករបស់នាងបានផ្លាស់ប្ដូរភូមិចិត្តល្អរបស់កូនស្រីគឺជាសុវត្ថិភាពភូមិអ្នកភូមិនាំគ្នារាំរបាំភូមិយ៉ាងសប្បាយក្រោមពន្លឺមាសពីផ្លែស្វាយអស្ចារ្យស្រីលក្ខបានត្រឡប់ទៅព្រៃដើម្បីអរគុណដើមស្វាយនិងមន្តស្នេហ៍ដែលបានបង្ហាញនាងអំពីតម្លៃនៃចំណែកសូមអរគុណដែលបង្រៀនខ្ញុំអំពីចិត្តល្អតាំងពីថ្ងៃនោះមកភូមិមានសុភមង្គលព្រោះមនុស្សគ្រប់គ្នាបានរៀនថាចិត្តល្អធ្វើឲ្យអ្វីភ្លឺថ្លា